ចា៎សួស្តីបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងបានធ្វើការសិក្សាស្វែងយល់ពីបញ្ហាធាក់សកន្លងមកបងប្អូនមួយចំនួនក៏បានយល់ហើយបងប្អូនមួយចំនួនទៀតក៏មានចម្ងល់បន្ថែមពាក់ព័ន្ធជាមួយនឹងការធាក់សថាតើមូលហេតុអ្វីបានជាមានការធាក់សនៅក្នុងតំបន់ទ្វារមាសអញ្ចឹងនាំតែយើងចូលទៅដល់ចំណុចហ្នឹងគឺយើងត្រូវយល់ដឹងពាក់ព័ន្ធជាមួយនឹងទ្វារមាសរបស់យើងសិនអញ្ចឹងនៅក្នុងទ្វារមាសរបស់បងប្អូនទាំងអស់គ្នាគឺយើងមានបាក់តេរីល្អដើម្បីធ្វើការថែរក្សាឲ្យទ្វារមាសរបស់យើងមានសុខភាពល្អប៉ុន្តែនៅពេលដែលទ្វារមាសរបស់យើងជួបជាមួយនឹងមេរោគឬមួយក៏បញ្ហាផ្សេងវាបានទៅបំផ្លាញបាក់តេរីល្អនៅក្នុងទ្វារមាសអញ្ចឹងធ្វើឲ្យបរិស្ថានទ្វារមាសរបស់យើងមានការអាប់អួរហើយធ្វើឲ្យយើងមានការធាក់សដែលធាក់សទាំងអស់នោះគឺបញ្ជាក់អំពីសុខភាពរបស់យើងថាតើសុខភាពរបស់យើងមានជំងឺអ្វីអញ្ចឹងនៅក្នុងវីដេអូក្រោយនាងខ្ញុំនឹងបញ្ជាក់ពាក់ព័ន្ធជាមួយនឹងការធាក់សក្នុងសន្តានបែបនេះបញ្ជាក់ថាបងប្អូនមានជំងឺអ្វីធាក់សក្នុងសន្តានបែបនេះបងប្អូនមានបញ្ហាអ្វីអញ្ចឹងសូមជួបគ្នានៅក្នុងវីដេអូក្រោយចា៎សូមអរគុណ